ហើយជាពិសេសក្មួយដែលជាអនាគតរបស់ប្រទេសរបស់យើងថ្ងៃនេះមានឪពុកម្ដាយពិតអីមកគឺខំសិក្សាផឹងប្រែងរៀនសូត្រចាប់យកឱកាសព្រោះខ្លួនឯងជាអ្នកសម្រេចចិត្តខ្លួនឯងថាយើងជាបន្ទុកសង្គមឬមួយក៏យើងជាធនធានរបស់សង្គមបាទបើយើងជាមនុស្សដែលមានគុណធម៌សីលធម៌យើងមានចំណេះដឹងសមត្ថភាពយើងជាធនធានរបស់សង្គមជាតិរបស់គ្រួសារផ្ទុយទៅវិញបើយើងជាអ្នកដែលប្រព្រឹត្តអំពើមិនគប្បីគ្រឿងជាតិកັບចាក់យើងមិនមែនជាធនធានទេយើងជាបន្ទុកសម្រាប់គ្រួសារហើយបន្ទុកខ្លួនឯងទៀតបាទហើយនេះហើយគឺថាសុំកុំជាបន្ទុកដល់សង្គមសុំកខ្លាំងខិតខំប្រើប្រាស់ឱកាសរបស់ខ្លួនកសាងខ្លួនជាធនធានសម្រាប់ខ្លួនឯងសម្រាប់គ្រួសារសម្រាប់សង្គមជាតិខំប្រឹងរៀនសូត្របាទសាលាថ្មីល្អហើយប៉ុន្តែមិនប្រកាសថាសិស្សបកកែជាងមុនទេបើសិនជាយើងមិនរៀនបាទវាតែប្រហែលវាអញ្ចឹងណាហើយគួយមុខនោះសន្តិទី11 12បាទខំប្រឹងរៀនសូត្រសាលាថ្មីមិនមែនបានតែជាប់ទាំងអស់ទេបាទតលតែខំរៀនបាទពរជ័យពីឪពុកម្ដាយជាការល្អលើកទឹកចិត្តពរជ័យពីគ្រូប៉ុន្តែតែធ្វើអត់ត្រូវធ្លាក់ឲ្យតលតែខំប្រឹងរៀនសូត្ររៀនទោះបីជាយើងថាពេលខ្លះអ្នកហេងអាគុយស្អឹមស្អីហ្នឹងប្រកែទាយត្រូវអត់ចេះតែពេលចេញទៅធ្វើការអត់មានហេងរហូតទេបាទតែទៅគេហៅទៅធ្វើការគេឲ្យធ្វើជំនួយការរដ្ឋបាលសរសេរអក្សរអត់ត្រង់ជួចប់ហើយបាទគេឲ្យធ្វើគណនេយ្យបូកលេខខុសរហូតចប់ហើយបាទនេះគឺខ្លួនឯងពុកម្ដាយអត់នៅជាមួយយើងរហូតទេយើងធំហើយប៉ុន្តែខ្ញុំជឿថាក្មួយនៅទីនេះជាធនធានដែលមានឱកាសអាចដឹងហើយយល់ហើយពីតម្លៃហើយជាពិសេសទំហំទុកចិត្តទឹកចិត្តឪពុកម្ដាយដែលលះបង់យ៉ាងណាចង់ឲ្យតែក្មួយបានល្អទេបាទល្អសំខាន់បំផុតគឺថាដោយកលងធម៌អត់ខូចអត់មានបញ្ហាអត់វាយគេអត់គេវាយរៀនលោកគ្រូអ្នកគ្រូក៏សប្បាយចិត្តដែរគាត់ចង់ទៅអ៊ុតមើលទេសិស្សគាត់ចេញពីសាលាហ្នឹងមើល20ឆ្នាំ30ឆ្នាំទៀតទៅដល់ណាឪពុកម្ដាយដូចគ្នាហើយខេត្តរដ្ឋាភិបាលក៏ដូចគ្នាយើងដើរអួតប្រាប់គេថាយើងមានទុនធានក្មេងៗច្រើនណាស់ប៉ុន្តែគេសួរមកវិញតើខ្ញុំត្រូវការនេះជំនាញខាងនេះមានអត់យើងត្រូវតែប្រាប់ថាមានពិតប្រាកដអញ្ចឹងទាំងអស់គ្នាយើងអាចធ្វើបាន